នេះគឺជាម៉ាស៊ីន B Brown model MQ Somat Compact Plus ជំរាបសួរលោកគ្រូអ្នកគ្រូដែលនឹងកំពុងទស្សនាវីដេអូនេះទាំងអស់គ្នាខ្ញុំបាទគឹមសាយជា Civil Engineer នៃក្រុមហ៊ុន Plus Media Pharma ថ្ងៃនេះដែរខ្ញុំបង្ហាញអំពីការប្រើប្រាស់នៃម៉ាស៊ីនបន្តោកសេរ៉ូមួយប្រភេទជាផលិតផលរបស់ប្រទេសអាល្លឺម៉ង់ចំពោះការប្រើប្រាស់វិញគឺមានលក្ខណៈសាមញ្ញនិងងាយស្រួលក្នុងការប្រើប្រាស់ជាទីបំផុតដោយលោកគ្រូអ្នកគ្រូគ្រាន់តែធ្វើការចុចនៅប៊ូតុង Power មួយដើម្បីធ្វើការបើកដំណើរការម៉ាស៊ីនរបស់យើងបន្ទាប់មកនៅលើផ្ទាំង Display របស់ម៉ាស៊ីនយើងនឹងមានការបង្ហាញអំពី Instruction មួយចំនួននៅក្នុងការដាក់នៅ True Serum ចូលទៅក្នុងម៉ាស៊ីនរបស់យើងគ្រូអ្នកគ្រូធ្វើការទាញនៅកន្លឹះដើម្បីធ្វើការបើកទ្វាររបស់ម៉ាស៊ីនបន្ទាប់មកធ្វើការសង្កត់នៅ Safety Clamp ចុះមកក្រោមសូមបញ្ជាក់ផងដែរថាសម្រាប់ True Serum របស់យើងមុននឹងធ្វើការដាក់ចូលទៅក្នុងម៉ាស៊ីនលោកគ្រូអ្នកគ្រូត្រូវ prime ឲ្យអស់ខ្យល់ពីក្នុង True Serum ជាមុនសិនបន្ទាប់មកធ្វើការដាក់ចូលទៅតាមចង្អូររបស់ម៉ាស៊ីនបន្ទាប់ពីការដាក់នៅ True Serum ចូលទៅក្នុងចង្អូរហើយលោកគ្រូអ្នកគ្រូអាចធ្វើការបិទទ្វាររបស់ម៉ាស៊ីនបាននៅលើផ្ទាំង display នេះគឺនឹងធ្វើការបង្ហាញនៅ step បន្ទាប់ពីយើងដាក់នៅ True Serum ចូលទៅក្នុងម៉ាស៊ីនរួចរាល់ដូច្នេះហើយយើងធ្វើការបើកនៅ roller clamp របស់យើងហើយយើងធ្វើការចុចនៅប៊ូតុង OK នេះមួយដើម្បីបន្តទៅ step បន្ទាប់ទៀតចូលដល់ចំណុចនេះគឺនឹងបង្ហាញអំពីប្រភេទនៃ True Serum របស់យើងដូច្នេះហើយយើងធ្វើការជ្រើសរើសហើយចុច OK រាល់ហើយយើងអាចធ្វើការ set នៅចំនួន rate ក៏ដូចជា volume បន្ទាប់មកធ្វើការ start ដើម្បីចាក់នៅ serum ចូលទៅក្នុងខ្លួនអ្នកជំងឺបានឥឡូវនេះខ្ញុំសូមធ្វើការឧទាហរណ៍ជូននៅលោកគ្រូអ្នកគ្រូអំពីការ set នៅ parameter របស់យើងដូចតទៅគឺសម្រាប់ volume ជាចំនួនដែលត្រូវចាក់ចូលទៅក្នុងខ្លួនអ្នកជំងឺខ្ញុំសូមធ្វើការ set ចំនួន200បន្ទាប់មកធ្វើការចុចនៅប៊ូតុង OK ខាងក្រោមនេះគឺជារយៈពេលដែលក្នុង volume ចំនួន200 ml នេះខ្ញុំអាចកំណត់រយៈពេលឲ្យវាចាក់អស់ហ្នឹងគឺរយៈពេលប៉ុន្មានឧទាហរណ៍ថាខ្ញុំ set រយៈពេលប៉ុណ្ណេះចុះបន្ទាប់មកធ្វើការចុចនៅប៊ូតុង OK ហើយយើងអាច start បាននោះម៉ាស៊ីននឹងដំណើរការបន្ទាប់ពីធ្វើការ start រួចរាល់យើងនឹងឃើញសញ្ញាព្រួញ load នេះបានន័យថាម៉ាស៊ីនកំពុងដំណើរការហើយចំណែកខាងនេះគឺជាល្បឿននៃការចាក់ហើយ infuse គឺជាចំនួនដែលបានចាក់ចូលទៅក្នុងអ្នកជំងឺចំណែកឯ VTBI គឺជាចំនួនដែលនៅសល់ហើយត្រូវចាក់ចូលទៅបន្ទាប់ចំពោះការកែប្រែល្បឿននៅក្នុងការចាក់វិញលោកគ្រូអ្នកគ្រូមិនចាំបាច់ផ្អាកដំណើរការម៉ាស៊ីននោះទេគឺគ្រាន់តែធ្វើការចុចនៅប៊ូតុងមួយនេះបន្ទាប់មកធ្វើការ set នៅល្បឿនដែលលោកគ្រូអ្នកគ្រូចង់កែតម្រូវឧទាហរណ៍ខ្ញុំធ្វើការដំឡើងនៅល្បឿនបន្ទាប់មកធ្វើការចុចនៅប៊ូតុង OK មួយជាការស្រេចនោះ rate របស់យើងនឹងធ្វើការកែប្រែបានភ្លាមៗដោយមិនចាំបាច់ផ្អាកដំណើរការម៉ាស៊ីននោះទេមួយនេះដែរគឺជាប៊ូតុង bolus ដើម្បីធ្វើការ bolus បានយើងអាចចុចចំនួន2ដងបន្ទាប់មកធ្វើការសង្កត់ឲ្យជាប់នោះម៉ាស៊ីនរបស់យើងនឹងធ្វើការ bolus ប្រសិនបើយើងចង់ឈប់ធ្វើការ bolus គ្រាន់តែដកដៃចេញជាការស្រេចម្យ៉ាងវិញទៀតបើសិនជាចង់ធ្វើការ bolus ដោយមានការកំណត់ចំនួន volume ផងដែរនោះយើងក៏អាចធ្វើបានដោយគ្រាន់តែចុចនៅប៊ូតុង bolus ដូចគ្នាបន្ទាប់មកធ្វើការចុចនៅសញ្ញាមួយនេះនោះយើងនឹងអាចកំណត់ចំនួន volume ដែលយើងចង់ bolus បានយើងក៏អាចធ្វើការកំណត់នៅការ bolus ដែលមានចំនួន volume និងរយៈពេលនៃការ bolus បានផងដែរគ្រាន់តែធ្វើការចុចនៅប៊ូតុង bolus បន្ទាប់មកធ្វើការ select នៅចំនួន volume ដែលយើងចង់ bolus ហើយធ្វើការចុច OK បន្ទាប់មកធ្វើការកំណត់នៅចំនួនរយៈពេលដែលយើងចង់ bolus បន្ទាប់មកធ្វើការចុចប៊ូតុង bolus ជាការស្រេចត្រណិចនាឡិកានេះគឺបង្ហាញអំពី pressure alarm ដែលយើងអាចធ្វើការកំណត់ឲ្យមានការ alarm លឿនឬក៏ក្រ alarm បាននៅពេលដែលមានសម្ពាធកើនឡើងនៅក្នុង True Serum របស់យើងដែលបណ្ដាលមកពីការត្បៀត True Serum ក៏ដូចជាមានការស្ទះនៅក្នុងចុងម្ជុលជាដើមក្នុងការកំណត់យើងគ្រាន់តែចូលទៅកាន់ប៊ូតុង menu ធ្វើការចុចនៅ setting បន្ទាប់មកគឺ pressure alarm យើងអាចធ្វើការកំណត់នៅចំនួន pressure នៅក្នុងការ alarm បានពី1ដល់9ចុចប៊ូតុង OK ជាការស្រេចនេះគឺការជូនដំណឹងរបស់ម៉ាស៊ីនដែលបានបញ្ជាក់ប្រាប់យើងថានៅរយៈពេល3នាទីបន្ទាប់ម៉ាស៊ីននឹងបញ្ចប់ការចាក់រួចរាល់ការអាឡាមនេះដែរគឺម៉ាស៊ីនបានបញ្ជាក់ប្រាប់យើងថាម៉ាស៊ីនបានបញ្ចប់ការចាក់រួចរាល់ហើយដូច្នេះយើងអាចធ្វើការចុចនៅប៊ូតុង OK មួយដូច្នេះយើងអាចយកម៉ាស៊ីនរបស់យើងនេះទៅប្រើជាមួយអ្នកជំងឺថ្មី
បន្តទៀតបានប៉ុន្តែមុននឹងយកម៉ាស៊ីននេះទៅប្រើជាមួយនឹងអ្នកជំងឺថ្មីយើងត្រូវធ្វើការ reset data ជាមួយនឹងអ្នកជំងឺចាស់ដែលយើងបានចាក់មុននេះជាមុនសិនបើមិនដូច្នេះទេវានឹងជាប់ data លាយឡំគ្នាជាមួយនឹងអ្នកជំងឺចាស់ដែលយើងបានប្រើប្រាស់មុននេះដើម្បីធ្វើការ reset data នេះបានយើងធ្វើការចូលទៅក្នុងប៊ូតុង menu បន្ទាប់មកធ្វើការ reset therapy ចុចប៊ូតុង OK មួយជាការស្រេចចំពោះការបិទដំណើរការរបស់ម៉ាស៊ីនរបស់យើងវិញយើងត្រូវធ្វើការដកនៅទ្រូសរ៉ូមចេញពីម៉ាស៊ីនជាមុនសិនបើមិនដូច្នេះទេយើងមិនអាចបិទដំណើរការម៉ាស៊ីនរបស់យើងបាននោះទេគឺវានឹងចូលទៅកាន់ standby mode យើងធ្វើការបើកទ្វារម៉ាស៊ីនរបស់យើងធ្វើការដកទ្រូសរ៉ូមចេញបន្ទាប់មកធ្វើការបិទនៅទ្វាររបស់ម៉ាស៊ីនវិញចុចប៊ូតុង power off ជាការស្រេចសូមអរគុណលោកគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់ប្រសិនបើលោកគ្រូអ្នកគ្រូមានចម្ងល់ក៏ដូចជាចំណាប់អារម្មណ៍ទាក់ទងជាមួយនឹងម៉ាស៊ីនរបស់យើងខ្ញុំលោកគ្រូអ្នកគ្រូអាចទំនាក់ទំនងមកកាន់យើងខ្ញុំបានសូមអរគុណ